បងប្អូនដោយសារតែប្រហែលថ្ងៃនេះខ្ញុំបានឃើញវីដេអូច្រើនពាក់ព័ន្ធជាមួយនឹងការសម្ដែងមតិទៅលើបញ្ហាអនឡាញហើយមួយចំនួនហ្នឹងគឺមានបងប្អូនក្មេងៗស្រីៗដែលគាត់បម្រើការនៅអគារ scam online ហ្នឹងឬក៏អ្នកខ្លះគាត់ប្រហែលជានារីរបស់ជនជាតិចិនឬក៏ជាប្រពន្ធរបស់ជនជាតិចិនអីចឹងទៅគឺគាត់បានចេញមកប្រតិកម្មចំពោះអ្នកដែលធ្វើការផ្សព្វផ្សាយទៅលើបញ្ហា scam online នៅកម្ពុជាហើយគាត់លើកយកអំពើពុករលួយក៏ដូចជាពាក់ព័ន្ធមួយបញ្ហា scam ហ្នឹងគឺយកមកនិយាយចូលគ្នាតាមចំណេះដឹងតាក់ទងជាមួយនឹងបញ្ហាសិទ្ធិមនុស្សមិនថានៅប្រទេសខ្មែរឬក៏ទូទាំងសកលលោកពាក់ព័ន្ធជាមួយនឹងបញ្ហា scam វាអាចពាក់ព័ន្ធជាមួយនឹងអំពើពុករលួយដែរប៉ុន្តែអំពើពុករលួយវាមានច្រើនរូបភាពវាមានរូបភាពតិចរូបភាពច្រើនប៉ុន្តែបើរឿង scam បោកប្រាស់អានោះវាជារឿងផ្សេងអញ្ចឹងបើសិនជាយើងមានការបញ្យល់គឺយើងត្រូវចែកដាច់ដោយឡែកពីគ្នាដើម្បីធ្វើការបញ្យល់ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅក្នុងថ្ងៃហ្នឹងគឺទៅលើការលើកឡើងថាប្រទេសណាក៏មាន scam ប្រទេសណាក៏មានការបោកប្រាស់ដែរខ្ញុំទទួលស្គាល់ថាប្រទេសណាក៏មាន scam ប្រទេសណាក៏មានការបោកប្រាស់ដែរប៉ុន្តែសួរថាតើ scam ហើយនឹងការបោកប្រាស់នៅក្នុងប្រទេសគេហ្នឹងគេរៀបចំបែបម៉េចហើយគេគ្រប់គ្រងបែបម៉េចទើបធ្វើឲ្យប្រទេសគេហ្នឹងมันមានរូបភាពបែកធ្លាយថាมันមាន scam តែជាក់ស្ដែងការពិតខ្ញុំសូមបដិសេធត្រង់ចំណុចហ្នឹងពាក់ព័ន្ធជាមួយនឹងបញ្ហា scam online នេះគឺសារព័ត៌មានអន្តរជាតិគេចុះផ្សាយទូទាំងពិភពលោកមិនមែនតែខ្មែរទេកន្លងទៅគឺមានការចុះផ្សាយអំពីប្រទេសឡាវភូមាប្រទេសថៃមានការបង្ក្រាបដូចគ្នាប៉ុន្តែយើងត្រឡប់មកវិញថាតើប្រជាពលរដ្ឋខ្មែរយើងប្រហែលអ្នកដែលចេះតាមដានព័ត៌មានហើយមួយទៀតខណៈពេលដែលគេចុះផ្សាយអំពីបញ្ហានៃប្រទេសឡាវប្រទេសមីយ៉ាន់ម៉ាប្រទេសវៀតណាមឬក៏ប្រទេសថៃហ្នឹងគឺតែជាភាសាអង់គ្លេសឯងអញ្ចឹងតើបងប្អូនមើលយល់អត់ការដែលធ្វើឲ្យបញ្ហា scam online នៅក្នុងប្រទេសខ្មែរយើងហ្នឹងផ្ទុះខ្លាំងដោយសារតែរូបភាពច្រើនដែលនិយាយអំពីខ្មែរហើយខ្មែរយើងគឺប្រកែដែរខាងប្រតិកម្មនៅពេលដែលឃើញរូបភាពឧទាហរណ៍ថាបើសិនជាគេចុះផ្សាយបញ្ហា scam នៅប្រទេសថៃប្រទេសឡាវឬក៏ប្រទេសមីយ៉ាន់ម៉ាហ្នឹងគឺបងប្អូនអត់យកចិត្តទុកដាក់ទេព្រោះវាមិនមែនជាប្រទេសយើងអត់មានឃើញរូបភាពប្រទេសយើងហើយអក្សរនោះក៏មិនមែនជាអក្សរជាតិយើងទៀតអញ្ចឹងបងប្អូនអានអត់យល់ទេទើបអត់មានផ្ទុះប្រតិកម្មដល់តែពេលគេចុះផ្សាយអំពីខ្មែរទោះបីជាគេអត់បានទោះបីជាបងប្អូនអត់ចេះនិយាយភាសាអង់គ្លេសប៉ុន្តែឃើញតែពាក្យថា Cambodia online scam គេដាក់រូបវិមានឯករាជ្យគេដាក់រូបអង្គរវត្តមកទោះបីអត់យល់ក៏សុខចិត្តយកវាយកទៅប្រើប្រាស់កម្មវិធីបកប្រែដើម្បីអានឲ្យយល់ដែរអញ្ចឹងនៅពេលដែលអានយល់ហើយចាប់ផ្ដើមមានប្រតិកម្មចំពោះអ្នកដែលគាត់ធ្វើការងារ scam online ណាចាប្រតិកម្មមិនបង្ក្រាបអញ្ចឹងមិនបង្ក្រាបចុះប្រទេសណាគេបង្ក្រាបដែរគេបង្ក្រាបដូចគ្នាហើយពិសេសថែមទៀតសម្រាប់ប្រទេសផ្សេងៗដែលខ្ញុំបានចូលរួមកន្លងមកដូចជាប្រជាពលរដ្ឋឡាវឬក៏មីយ៉ាន់ម៉ាពិសេសគឺមីយ៉ាន់ម៉ាហើយនឹងថៃគឺរាល់ពេលដែលខ្ញុំចូលរួមកម្មវិធីប្រជុំជាមួយនឹងអង្គការជាតិអង្គការអន្តរជាតិគឺគេតែងតែយកតំណាងប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗដែលមានបញ្ហាសិទ្ធិមនុស្សហ្នឹងយកមកតស៊ូមតិហើយមិនមែនថាអត់មានគេប្រតិកម្មទេគេប្រតិកម្មប៉ុន្តែការប្រតិកម្មរបស់គេហ្នឹងគឺវាអត់មានការចាប់ខ្លួនឬក៏អត់មានការចាប់ដាក់ទោសប្រជាពលរដ្ឋគេគឺអត់ទេខុសពីខ្មែរយើងនៅពេលដែលប្រជាពលរដ្ឋនិយាយអំពីបញ្ហាសង្គមឬក៏អនឡាញហ្នឹងបែរជាចាប់ខ្លួនទៅវិញដល់ពេលនិយាយត្រង់ចំណុចហ្នឹងខ្ញុំសូមសំណូមពរទៅកាន់អាជ្ញាធរមានសមត្ថកិច្ចផងដែរព្រោះអីច្បាប់នៅក្នុងប្រទេសខ្មែរយើងទើបតែចេញថ្មីក្តៅៗដាក់ឲ្យអនុវត្តនៅក្នុងការប្រើប្រាស់ហ្នឹងគឺបាត់ល្មើសបច្ចេកវិទ្យានិងការបោកប្រាស់តាមអនឡាញគឺ scam ហ្នឹងអញ្ចឹងមានន័យថាអ្នកដែលប្រព្រឹត្តនៅទង្វើបោកប្រាស់តាមអនឡាញឬក៏ scam ហ្នឹងគឺនឹងត្រូវចាប់ខ្លួនហើយដាក់ទោសទៅតាមច្បាប់ដូច្នេះអ្នកដែលចេញវីដេអូការពារទៅលើការប្រព្រឹត្តនៅការឆបោកតាមអនឡាញនេះគួរតែសមត្ថកិច្ចស្រាវជ្រាវរកមុខគាត់ហើយចាប់គាត់ដាក់ពន្ធនាគារឬក៏អនុវត្តទៅតាមច្បាប់ដែរព្រោះអ្នកគ្រប់គ្រងឲ្យមាន scam online គឺដូចជាចង់ឲ្យបង្កើតអញ្ចឹងបើគាត់មិនមានអាហ្នឹងមិនក៏គាត់គ្រប់គ្រងអាហ្នឹងអូខេឥឡូវថាគាត់មិនមានបង្កើតមុខរបរ scam ចុះហេតុអីបានជាគាត់គ្រប់គ្រងអញ្ចឹងអាត្រង់ចំណុចហ្នឹងកន្លងទៅយើងឃើញថាច្បាប់តែងតែចាប់អ្នកដែលនិយាយអំពីបញ្ហារងគ្រោះដោយសារ scam ដាក់ពន្ធនាគារចោទប្រកាន់ថាបទញុះញង់អីចឹងទៅចុះអ្នកដែលចេញមកគ្រប់គ្រង scam online តើវាជាការញុះញង់ធ្វើឲ្យនៅប្រទេសខ្មែរយើងកាន់តែសម្បូរទៅការបោកប្រាស់ថែមទៀតដែរឬទេមុននឹងបញ្ចប់វីដេអូខ្ញុំចង់ឲ្យបងប្អូនដឹងរឿងមួយទាក់ទងជាមួយនឹងបញ្ហា scam ហ្នឹងប្រហែលជាបងប្អូនខ្លះមិនទាំងស្គាល់អំពីរឿង scam ហ្នឹងអីចឹងផងចឹងទៅរូបភាពនៃការកើតឡើងនៃ scam ហ្នឹងគឺវាមិនមែនតែកើតឡើងទេវាកើតតាំងពីឆ្នាំ1998អីមកម្លេះគឺដោយសារតែចាប់និយាយរួមគឺចាប់ផ្ដើមមានការប្រើប្រាស់នៅប្រព័ន្ធអ៊ីនធឺណិតហ្នឹងគឺចាប់ផ្ដើមមាន scam តែម្ដងប៉ុន្តែដោយសារតែប្រទេសខ្មែរយើងចំនួនហ្នឹងចូលតែ email អត់មានអ្នកណាចេះប្រើហ្នឹងអញ្ចឹងគឺចាប់ផ្ដើមផ្ទុះខ្លាំងគឺនៅក្នុងឆ្នាំ2011ហើយសួរថា scam នៅក្នុងប្រទេសខ្មែរយើងហ្នឹងបំលែងខ្លួនរបៀបម៉េចកាប់ទៅជាដំបូងហ្នឹងគឺ scam ហ្នឹងគឺគេធ្វើនៅក្នុងប្រទេស
ថៃមីយ៉ាន់ម៉ានឹងឡាវដែលគេហៅតំបន់នឹងថាត្រៃកោណមាសតំបន់ត្រៃកោណមាសហ្នឹងគឺជាព្រំប្រទល់រវាងប្រទេសឡាវប្រទេសភូមាហ្នឹងហើយនិងប្រទេសថៃអញ្ចឹងនៅក្នុងតំបន់ហ្នឹងគឺពោពេញទៅដោយ scam តែម្ដងចាហើយពិសេសហ្នឹងគឺមានដាំកប្បាភៀនកញ្ឆាគឺខ្លាំងមែនតើហើយនៅក្នុងឆ្នាំ2017ខ្ញុំបានចូលរួមកម្មវិធីជាច្រើនដែលនិយាយអំពីបញ្ហាដែលកើតមាននៅក្នុងតំបន់ត្រៃកោណមាសហ្នឹងហើយក៏មានសារព័ត៌មានជាច្រើនបានផ្សាយអំពីជនរងគ្រោះដែលត្រូវបានបាត់ខ្លួននៅតំបន់ត្រៃកោណមាសមានសកម្មជនជាច្រើនដែលធ្វើការងារឲ្យបាត់ខ្លួននៅហ្នឹងគឺមានច្រើនមែនតើដូចខ្ញុំនិយាយចឹងប៉ុន្តែមកពីខ្មែរយើងខ្លួនឯងអត់ដែលចាប់អារម្មណ៍អត់ចូលចិត្តអានអត់ដែលយកចិត្តទុកដាក់ចំពោះព័ត៌មានទេតើតែមានរឿងអីមួយកើតឡើងនៅស្រុកខ្មែរប៉ះពាល់ខ្លួនឯងចឹងទៅបានផ្អើលមកប្រាវចឹងទៅដល់ឥឡូវហ្នឹងចឹងអញ្ចឹងការកើតឡើងនៅ scam online នៅតំបន់ត្រៃកោណមាសហ្នឹងត្រូវបានលើកយកមកនិយាយជាអន្តរជាតិអញ្ចឹងទៅក៏បំលែងខ្លួនពីភូមិមានមីយ៉ាន់ម៉ាឡាហ្នឹងគឺទៅប្រទេសខ្មែរយើងនឹងឯងហើយចំពោះរបៀបនៅក្នុងការបោកប្រាស់ scam ហេតុអីបានជាអត់គាត់និយាយថាហេតុអីបានជាអត់ល្បីបើសិនជាយើងទៅលេងនៅតំបន់ត្រៃកោណមាសហ្នឹងណារូបភាពដែលយើងឃើញគឺយើងអត់ដឹងថាវាជាតំបន់ scam ទេហេតុអីបានខ្ញុំថាអញ្ចឹងព្រោះគេរៀបចំតំបន់ទេសចរដែលមានទេសចរភាគច្រើនគឺយើងឃើញទេសចរមកពីខាងបៃខាងអឺរ៉ុបច្រើនមែនតើហើយចិនហ្នឹងក៏ច្រើនដែរអញ្ចឹងខ្ញុំអត់ដឹងថាតើគេយក scam ហ្នឹងយកតម្លាក់នៅកន្លែងណាទេយើងមើលអត់ឃើញទេយើងឃើញតែទេសចរគុតតំបន់គេរៀបចំស្អាតណាស់បងប្អូនដែលទៅលេងឈៀងរ៉ៃឈៀងម៉ៃទៅលេងព្រំដែនឡាវព្រំដែនមីយ៉ាន់ម៉ាហ្នឹងគឺបងប្អូនមើលមិនដឹងថាតំបន់ហ្នឹងមាន scam ទេព្រោះអីវាមានភាគច្រើនគឺមានតែភ្ញៀវបរទេសបែបស្បែកសចាមកពីប៉ែកខាងអឺរ៉ុបហើយចំពោះភ្ញៀវដែលមកពីប៉ែកខាងអាស៊ីចិនអីហ្នឹងគឺមកតាមរយៈធัวជាគ្រប់អញ្ចឹងវាមើលទៅអត់ដឹងទេហើយគេមានការបង្កើតនៅកម្មវិធីដូចជានិយាយរួមគឺផ្ដោតសំខាន់ទៅលើកសិកម្មដែលលុបបំបត្តិនៅអា scam ហ្នឹងមើលអត់ដឹងអា scam ទេតើតែមានជនរងគ្រោះកើតឡើងនៅតំបន់ហ្នឹងហើយមានគេប្តឹងទៅកើតឡើងហើយគេសួរថាមិនអត់ផ្សាយអត់មែនអត់ផ្សាយទេផ្សាយតែមកពីយើងខ្លួនឯងយើងអត់ដឹងថាគេផ្សាយចាមកពីអញ្ចឹងហើយទើបធ្វើឲ្យមានការបង្ក្រាបហើយគេបង្ក្រាបបច្ចុប្បន្ននេះក៏គេមិនមែនបង្ក្រាបតែខ្មែរដែរគឺគេបង្ក្រាបតំបន់អាស៊ីទាំងអស់ហើយហេតុអីបានជានៅស្រុកខ្មែរយើងចុងក្រោយនឹងល្បីជាងគេព្រោះនៅក្នុងប្រទេសគេ scam គ្រោះថ្នាក់មនុស្សបាត់ខ្លួនតិចគ្រោះថ្នាក់វាមានតិចប៉ុន្តែចុងក្រោយនេះ scam កើតឡើងនៅស្រុកខ្មែរយើងមានសិតតែសម្លាប់ដាក់វ៉ាលីបាត់ខ្លួនមានប្រើអំពើហិង្សាខ្ញុំស្គាល់បងអូនប្រុសម្នាក់ដែលគាត់ទៅពីថៃណាគាត់ធ្លាប់ធ្វើការនៅថៃហើយគាត់ស្គាល់ខ្ញុំគាត់បានត្រឡប់ទៅខ្មែរវិញកំឡុងពេលដែលសង្គ្រាមថៃហើយនឹងខ្មែរកើតឡើងហ្នឹងគឺគាត់បានត្រឡប់ទៅវិញនៅពេលដែលគាត់ត្រឡប់ទៅវិញហ្នឹងគឺអត់មានការងារធ្វើទេហើយក៏គេប្រកាសថាមានការងារនៅប្រវត្តិនៅអីអញ្ចឹងណាគាត់ក៏ទៅធ្វើការនៅប្រវត្តិហ្នឹងចាស្រាប់តែបានប្រហែលខែក្រោយមកគឺគាត់បានត្រឡប់មកផ្ទះវិញជាមួយនឹងស្មារតីមិនល្អចាខួរក្បាលគាត់លែងដំណើរការល្អហើយគឺគាត់ចាប់ផ្ដើមលលីលលើដូចមនុស្សអត់ដឹងអីអញ្ចឹងណានិយាយរួមទៅគឺគាត់មិនមែនញៀនថ្នាំទេប៉ុន្តែដោយសារតែការប្រើប្រាស់អំពើហិង្សាធ្វើឲ្យគាត់មានភាពតក់ស្លុតបាត់បង់ស្មារតីហើយអញ្ចឹងបងប្អូនឃើញអត់មិនមែនរងគ្រោះតែបរទេសណាសូម្បីតែខ្មែរយើងក៏រងគ្រោះដែរហើយខ្ញុំសរសើរហ៊ានហាមាត់គ្រប់គ្រងអំពើឆបោកបានណាគឺវាដឹងអត់ថាមកពីយើងគ្រប់គ្រងអំពើឆបោកនឹងហើយទើបធ្វើឲ្យប្រទេសយើងคล้ายទៅជាប្រទេសដែលល្បីក្នុងដែលមានឈ្មោះថាបោកនេះបើខ្លួនឯងនិយាយនឹងមាត់ខ្លួនឯងថាខ្លួនឯងគ្រប់គ្រងការបោកប្រាស់ហើយហ្នឹងអញ្ចឹងសួរថាតើមានប្រទេសអឺរ៉ុបឬក៏លោកខាងលិចណាគេសប្បាយគេនឹងហ៊ានមកលេងស្រុកយើងបើយើងខ្លួនឯងដែលជាម្ចាស់ប្រទេសនិយាយគ្រប់គ្រងថាគេបោកគ្រប់តែប្រទេសណាក៏មានការឆបោកដែរចុះបើសិនតែឃើញគេបោកអញ្ចឹងហើយយើងទៅប្រព្រឹត្តការឆបោកដូចគេដែរអានឹងវាមិនមែនជាអំពើសប្បុរសធម៌ខំប្រឹងរលួយពីការបោកប្រាស់ហើយយកទៅជួយគេតិចតួចហ្នឹងបើយើងនិយាយពីបុណ្យបាបគឺវាបាបដូចតែគ្នាទេចាអញ្ចឹងខ្ញុំលើកយកត្រង់ចំណុចហ្នឹងដើម្បីដាស់ស្មារតីបងប្អូនយើងកុំឲ្យមានការយកច្រឡំថាអំពើឆបោកតាមអនឡាញគឺជារឿងធម្មតាអំពើពុករលួយនៅក្នុងប្រទេសគេមានអំពើពុករលួយប៉ុន្តែបើខ្ញុំហ៊ាននិយាយថាខ្ញុំក៏ធ្លាប់ជួបអំពើពុករលួយហ្នឹងដែរគេប្រព្រឹត្តចំពោះជនបរទេសចំពោះជនជាតិគេនៅក្នុងស្រុកគេអត់មានគេអត់សូវមានទេប៉ុន្តែជនបរទេសដែលមានហ្នឹងគឺអត់រឿងធំទេរឿងទូតាទេអំពើពុករលួយទៅលើរឿងជិះម៉ូតូអត់លេខជិះម៉ូតូអត់ផ្លាកលេខអីចឹងទៅតែបើសិនជារឿងធំដូចតាក់ទងមួយការវីដេអូការអីគឺអត់មានទេគេមានច្បាប់របស់គេត្រឹមត្រូវតែយើងខ្មែរទៅបង្កើតក្រុមហ៊ុនដាក់ឈ្មោះខ្លួនឯងធ្វើតកែបានអត់បានទេណាអំពើពុករលួយដែលគេបង្កើតគឺគេដាក់ឈ្មោះគេជាជនជាតិរបស់គេហ្នឹងធ្វើជាតកែបរទេសអាហ្នឹងគេពុករលួយរបៀបអញ្ចឹងហើយយើងជាជនបរទេសទៅធ្វើការនៅស្រុកគេតិចថាបានធ្វើតកែអត់បានទេពុករលួយគេគឺពុករលួយបែបហ្នឹង
ហើយក៏យកលុយពីឧទាហរណ៍ដូចខ្ញុំអញ្ចឹងខ្ញុំនៅខ្ញុំឧទាហរណ៍ថាខ្ញុំទៅនៅឥណ្ឌូនេស៊ីខ្ញុំចង់បើក restaurant មួយហើយខ្ញុំអាចបើក restaurant ហ្នឹងបានទេលុះត្រាតែខ្ញុំទិញឈ្មោះពីជនជាតិឥណ្ឌូនេស៊ីហើយជនជាតិឥណ្ឌូនេស៊ីហ្នឹងទៀតឧទាហរណ៍ថាឥឡូវថ្លៃជួលសម្រាប់ការបើក restaurant អីចឹងទៅជួលទៅលើការវិនិយោគក្នុងមួយខែត្រឹមតែ$10000តែគេទាយើង12000អីចឹងទៅអាហ្នឹងគឺរបៀបបុកអលួយនៅក្នុងប្រទេសគេហើយបងប្អូនយើងភាគច្រើនប្រកបមុខរបរនៅថៃក៏ដឹងដែរសួរថាខ្លួនឯងហ្នឹងដែលអាចខ្លាយទៅជាតកែរបស់ថៃបានអត់គឺអត់បានទេអាហ្នឹងគឺជារបៀបបុកអលួយនៅក្នុងប្រទេសថៃអញ្ចឹងបងប្អូនជំនាន់ក្រោយស្ដាប់វីដេអូអ្នកដែលកំពុងតែនិយាយពាក់ព័ន្ធមួយបញ្ហាបោកប្រាស់តាមអនឡាញហ្នឹងណាបើសិនជាបងប្អូនគ្រប់គ្រងគេដែរអញ្ចឹងប្រទេសយើងថ្ងៃក្រោយទៅនឹងខ្លាយទៅជាប្រទេសស៊ូមប៊ីហ្មងដូចរឿងស៊ូមប៊ីអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេ